គ្នាតោះមកតែងខ្លួនជាមួយខ្ញុំទៅកម្មវិធីក្លឹបនៃព្រះនគររបស់បងទេពបុព្រឹកទាំងអស់គ្នាជាដំណាក់កាលដំបូងគឺយើងត្រូវផាត់មុខតែងខ្លួនហើយខ្ញុំជ្រើសរើសក្នុងការផាត់មុខដោយខ្លួនឯងអញ្ចឹងណាទាំងអស់គ្នាការផាត់មុខរបស់ខ្ញុំវិញគឺអត់មានអីខុសពីរដងទាំងអស់គ្នាគ្រាន់តែថាខ្ញុំរៀងថែមពណ៌ហើយនឹងកម្ៅនឹងឲ្យដិតបន្តិចអញ្ចឹងណាដោយសារតែយើងតម្រូវតាមឈុតដែលយើងស្លៀកអញ្ចឹងណាគេ make up ណាតែ make up គឺពីក្បាលដល់ចុងជើងតែម្ដងយើងបានជួបជាមួយនឹងកញ្ញាលក្ខណាក៏ដូចជាកញ្ញាមូលីកាចាពួកគាត់ទាំងពីរនាក់មកតែងធ្វើជាចាអប្សរាមេអប្សរានេះនាគហ្មងប៉ិតហ្មងនាគហ្មងណាទៅថាគូនឯងចេញអស់បាយមើលនេះសក់គៀនកនូទេតាបងចេញតុងចេញតុងđi trên này phun thì tích cắt để mình mặc đồ gì nè đi trên này phun hay nè á tích cho lông tung Wow, wow, and I got nobody I don't know about that, but you know how we do right here. Yeah. Cái này giúp anh xin sky. Bong ni rik trục nè. Ôi, ôi rik trục lại liền đã. Ôi bong. Ai vậy? Phải cầm ra vậy. Đó cha កម្មវិធីនៃមហាព្រឹត្តិការណ៍របស់យើងហើយក៏បានជួបជាមួយនឹងបងប្អូនសិល្បករសិល្បករនេះច្រើនមែនតើក៏ជាការដែលបកសិល្បករនេះអាចជួបជុំគ្នាសុខទុក្ខគ្នាទៅវិញទៅមកដល់បងចាបន្ទាប់ពីចូលមកខាងក្នុងហើយយើងក៏ចានៅតែមានការថតរូបច្រើនទៀតដោយសារតែយើងបានជួបជាមួយសិល្បករនៃដែលគាត់នៅខាងក្នុងហលអញ្ចឹងណាទាំងអស់គ្នាមាននៅការដេកស្អាតខ្លាំងមែនតែនពីរូបប្រាសាទរបស់យើងអ្នកទាំងអស់គ្នាក៏ដូចជាចាសម្លៀកបំពាក់បុរាណរបស់យើងផងដែរអ្នកទាំងអស់គ្នាជឿអត់សម្រាប់ខ្ញុំគាត់ថាខ្មែរយើងគឺបទពិសោធន៍របស់យើងគឺសម្បូរបែបខ្លាំងមែនតើខ្ញុំហ៊ាននិយាយអញ្ចឹងតែម្ដងដោយសារតែខ្ញុំបានចូលរួមជាមួយនឹងកម្មវិធីមហាព្រឹត្តិការណ៍របស់បងទេពបុព្រឹកចាជាមួយនឹងបទទេវរាជម្ដងហើយខ្ញុំបានឃើញភាពច្នៃប្រឌិតវប្បធម៌របស់យើងសម្លៀកបំពាក់របស់យើងគឺស្អាតប្លែកខ្លាំងមែនតើប៉ុន្តែមកដល់លើកទី2នេះហើយចាមានអារម្មណ៍ថាអត់មានស៊ាំភ្នែកសោះគឺតែតែមានភាពប្លែកស្អាតជានិច្ចខ្ញុំចូលរួមកម្មវិធីហ្នឹងខ្ញុំចាំពាក្យរបស់បងទេពបុព្រឹកជាមួយនឹងបងអសុកញ្ញាគាត់បាននិយាយគាត់ថាឈុតរបស់យើងគឺសម្បូរបែបខ្លាំងមែនតើវប្បធម៌យើងសម្បូរបែបណាស់យើងមិនចាំបាច់ត្រូវ copy អ្នកណានោះទេព្រោះថាវប្បធម៌របស់យើងចាដូនតារបស់យើងបានបន្សល់ទុកឲ្យយើងច្រើនមែនតើអញ្ចឹងកូនខ្មែរអាចច្នៃបានបន្ថែមទៀតដូចជាឈុតរបស់ខ្ញុំបានជាឈុតសាសម័យចា inspire ពីឈុតបុរាណមកអញ្ចឹងហើយអាចច្នៃប្រឌិតតាមដូនតាយើងមកតាមក្រោយទៀតបានរយៈពាក្យថាឈុតសាសម័យដែលមិនចាំបាច់ចម្លងពីអ្នកណាទាំងអស់អូយកូនគូមនុស្សតែម្ដងចាហងចាអ្នកណាមិនស្គាល់ម្ចាស់អាល់មីតែគឺថាបាញ់ប្អូនទាំងក្នុង comment ទាំងក្រៅតែម្ដងគាត់ថាខ្ញុំធ្វើមុខស៊ីស៊ីអូយធ្វើមិនទេអានឹង inner គ្នាហើយហ្នឹងទីបឋមខ្ញុំសូមគោរពវត្តមានរបស់
វីហ៊ីដែលមានរឹកជាទុកទៀតយ៉ាងខ្លាំងក្លាឈួរបង្ហាលើខ្នងភ្នំពាត់ជុំលើជុំទិសខាងជើងនៃទឹកដីព្រះរាជាណាចក្រអង្គរខ្មែរដែលមានភូមិសាស្ត្រគោហែដ៏ចំណាស់មួយដែលមានអាយុកាលជាង1000ឆ្នាំយើងចងចាំបានថាប្រាសាទព្រះវិហារស្ថិតនៅក្នុងភូមិជាំស្រងាំស្រុកជាំសានខេត្តព្រះវិហារកំពុងឈរទ្រឹងសម្លឹងយ៉ាងរឹងមាំពីប្រាសាទព្រះវិហារដែលសាសមានកណ្ដាលជួបលំដងរៃដែលបានបែងចែកទឹកកម្ពស់625ម៉ែត្រពុះត្រដែកចាត់ចែងដោយមហិទ្ធិឫទ្ធិមនុស្សមួយនេះឆ្ងាយចិត្តនាំគ្នាក្រំគ្រប់ថ្ងៃតំណែងគ្រប់ជាទីសក្ការៈបានកលគ្រប់ជនថ្នាក់ថាជាព្រះបោះពពកបរោះខ្មែរគ្រប់ជំនាន់មិនយូរប៉ុន្មានសត្រូវជលីពីនរុករៀននៅតាមចង្វាក់ប្រដាប់ព្រះរាជាច្រើនលើកច្រើនសាតែត្រូវបរាជ័យដោយកណ្ដាប់ដៃកងទ័ពរបស់កម្ពុជាខ្មែរសត្រូវសន្សំចិត្តបាបបំភ្លៃបំផ្លែងលៀងពួរគ្រប់បែបយ៉ាងដើម្បីពឹសពុលធ្វើឲ្យខ្មែរហិនហោមក្នុងវិធីសាស្ត្រដល់ផ្លោយរងឲ្យឆៅដើម្បីញុះញង់អោខ្មែរលាក់ក្នុងអលំភ្លើងទុកគ្រៀងវាមានព្រំដែនប្រាសាទព្រះវិហារត្រូវបានទុះឡើងម្ដងហើយម្ដងទៀតតាមមហិច្ឆតាជាលៀនពៀននិងលំលន់របស់សត្រូវគួរឲ្យអាសូរនៅស្នាដៃពពកបរោះដូនតាខ្មែររបស់ដូនតាយើងតែបានគូរលំធ្លាក់មកដីដោយអំពើព្រៃផ្សៃនិងអយុត្តិធម៌យ៉ាងឈឺចាប់បំផុតតែគួរឲ្យអស្ចារ្យនឹងសម្បំក្រៃលែងនោះយើងបានឮសំឡេងយ៉ាងត្រហឹងអង្កររំពងពេញទីប្រាង្គប្រាសាទនេះសម្រែកដល់ហានខ្លាំងនោះពិតជាប្រលឹងដូនតាពពកបរោះខ្មែរកំពុងងើបឈរយ៉ាងមាំសម្លឹងទាំងសត្រូវជាមួយកូនចៅជា